បាទនេះគឺជាទស្សនវិជ្ជាទូទៅពីវត្តប្រាសាទវត្តចេតិយបាទវត្តចេតិយនេះដែរគឺមានប្រាសាទមួយដែលហៅថាប្រាសាទវត្តចេតិយហើយប្រាសាទនេះដែរគឺស្ថិតនៅទីទួលនៅប៉ែកខាងក្រោមនៃក្រុងសៀមរាបហើយនៅជិតបឹងទន្លេសាបដូចគ្នាដែរអ្នកស្រាវជ្រាវយល់ថាតំបន់នេះគឺជាទីប្រជុំជនមួយដ៏សំខាន់បំផុតដែលស្ថិតនៅជារាជធានីនៃសម័យអង្គរនិងជាសហគមន៍មួយដ៏ធំនៅខាងក្រោយសម័យអង្គរដូចគ្នាដែរហើយប្រាសាទវត្តចេតិយនេះស្ថិតនៅក្នុងភូមិចេតិយភូមិជ្រៃសង្កាត់សម្បួរក្រុងសៀមរាបខេត្តសៀមរាបហើយទីកន្លែងនេះដែរគឺជាទីកន្លែងពុទ្ធសាសនាមួយដ៏សំខាន់បំផុតនៅក្នុងក្រុងសៀមរាបដូចគ្នាដែរហើយទីកន្លែងនេះដែរក៏ត្រូវបានកែប្រែនិងរៀបចំឲ្យទៅជាវិហារព្រះពុទ្ធសាសនាទៅវិញនៅក្រោយសម័យអង្គរក្នុងអំឡុងពេលដែលប្រទេសកម្ពុជារបស់យើងដូរសាសនាពីព្រហ្មញ្ញសាសនាទៅព្រះពុទ្ធសាសនាតាមការស្រាវជ្រាវបារាវិទ្យាផុសតាងដែលមានសប្តាហ៍នេះទឹកដីនេះប្រហែលជាចាប់ផ្ដើមមានមនុស្សរស់នៅយ៉ាងហោចណាស់ក៏ត្រឹមសតវត្សទី10មកម្លេះការកកើតបន្តិចម្ដងគឺបានបង្កើតជាសហគមន៍យ៉ាងធំនៅតំបន់នេះហើយផុសតាងដែលធំជាងគេគឺយើងឃើញថាមានសំណង់ប្រាសាទដែលយើងបានឃើញនៅក្នុងវីដេអូដែលខ្ញុំបានបង្ហោះនេះស្រាប់គឺប្រាសាទដែលធ្វើអំពីឥដ្ឋហើយមានទំហំសមរម្យគួរសមដែរហើយប្រហែលជាប្រហែលទៅនឹងប្រាសាទបកកសីនិងបាក់សីចាំក្រុងគ្នាដែរប៉ុន្តែសង់នៅលើទីលានពេលទៀបមួយណាគេហៅថាទីទៀបហ្នឹងហើយមានចម្លាក់បដិមាដែលនៅសេសសល់ហើយមានរូបរាងខ្លះដែលអាចយកមកគិតបានថាយ៉ាងហោចណាស់ក៏ប្រាសាទនេះធ្វើនៅដើមសតវត្សទី10ដែលជាពេលមួយដែលមនុស្សចាប់ផ្ដើមចូលមករស់នៅទឹកដីទីក្រុងអង្គរឬមួយក៏ទឹកដីជុំវិញទីក្រុងអង្គររបស់យើងដែរហើយសតវត្សទី10គឺជាដំណើរការរីកចម្រើនគួរសមដែរនៃចក្រភពខ្មែរទើបក៏កើតបាន100ឆ្នាំការកកើតនៅសតវត្សទី9គឺបាន100ឆ្នាំក្រោយមកការពង្រីកទឹកដីវិសាលភាពនៃរាជធានីកាន់តែធំឡើងបើយើងយកមកវិភាគការរីកចម្រើននៃរាជធានីគឺមានវិសាលភាពធំធេងមែនទែនសម្រាប់សតវត្សទី9ទី10និងទី11ហើយយើងក៏ឃើញមានសិល្បៈនៃប្រាសាទនានាដែលបានកសាងនៅក្នុងសតវត្សទី9សតវត្សទី10សតវត្សទី11គឺយើងឃើញថាវិសាលភាពគឺធំធេងមែនទែនហើយទឹកដីនៃវត្តចេតិយនេះមានប្រាសាទវត្តចេតិយនេះតែម្ដងឲ្យយើងឃើញថាការរីកចម្រើននៃរាជធានីយើងចេញអំពីតំបន់រលួសទៅភ្នំបខែងចេញពីបខែងជុំវិញតំបន់អង្គរសប្តាហ៍នេះដែរហើយមករីកសាយភាយនៅតំបន់មាត់ទន្លេដូចគ្នាដែរដូចយើងឃើញប្រាសាទវត្តចេតិយនេះស្រាប់ហើយប្រាសាទវត្តព្រៃដង្ហើមប្រាសាទវត្តប្រមាប្រាសាទវត្តកុកខ្ពស់និយាយរួមគឺមកជំនាខាងបឹងទន្លេសាបគឺមានប្រាសាទផ្សេងៗដូចគ្នាដែរដូច្នេះហើយទីតាំងនេះជាតំបន់ជាក្រុងផ្នែកខាងត្បូងនៃរាជធានីតាមបណ្ដោយមាត់ទន្លេសាបដែលយើងនៅខាងកើតបន្តិចទៅគឺទីតាំងនេះជាតំបន់ជាក្រុងផ្នែកខាងត្បូងនៃរាជធានីហ្នឹងហើយក៏មានប្រាសាទដ៏ធំមួយដែរគឺជាប្រាសាទភ្នំក្រោមដែលនៅមិនឆ្ងាយពីប្រាសាទវត្តចេតិយហើយនេះគឺជាទស្សនវិជ្ជាទាំងមូលដែលខ្ញុំបានផ្ដិតយកពីខាងលើនៃប្រាសាទវត្តចេតិយនេះតែម្ដងហើយបើសិនតែមានឱកាសចង់ឲ្យអ្នកទាំងអស់គ្នាបានទៅឃើញបានទៅស្គាល់ប្រាសាទវត្តចេតិយនៅក្រុងសៀមរាបរបស់យើងទេគឺនៅក្នុងឃុំសម្បួររបស់យើងនៅក្រុងសៀមរាបហ្នឹងហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំហើយកុំភ្លេចតាមដាននិងទស្សនាទាំងអស់គ្នាផងអរគុណបាយ